សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូណែនាំបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Alipay បាទសម្រាប់បងប្អូនដែលគាត់ទើបតែនឹងបង្កើតហើយប្រើប្រាស់ថ្មីបាទចំពោះការប្រើប្រាស់នេះដែរគឺខ្ញុំណែនាំពាក់ព័ន្ធជាមួយនឹង Alipay Standard បាទដែលបងប្អូនទាំងអស់គ្នាបានបង្កើតដោយ verify ជាមួយនឹង passport ហើយបាទអញ្ចឹងរបៀបនៃការប្រើប្រាស់គឺខ្ញុំសូមលើកយកនៅ3ចំណុចសំខាន់មកធ្វើការបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាបាទទី1ពាក់ព័ន្ធជាមួយនឹងយើងចូលទៅយក QR Alipay របស់យើងសម្រាប់ឲ្យគេបាញ់លុយឲ្យយើងបាទហើយទី2គឺយើងឆែកពាក់ព័ន្ធជាមួយនឹងលុយចូលកងរបស់យើងបាទកន្លែង balance ហើយទី3គឺយើងធ្វើការ scan បាញ់លុយគេវិញបាទអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនទាំងអស់គ្នាចូលមកកាន់កង Alipay មកបាទអូខេបន្ទាប់ពីបងប្អូនចូលមកកាន់កង Alipay ដំបូងគឺវា load បែបនេះអញ្ចឹងដើម្បីយើងចូលទៅយក QR របស់យើងដើម្បីឲ្យគេបង់លុយមកឲ្យយើងបងប្អូនទាំងអស់គ្នាចុចមកខាងលើនេះមកបាទពាក្យ Pay and Collect ហ្នឹងបងចុចលើហ្នឹងមកបាទបន្ទាប់មកបងជ្រើសយកពាក្យ Receive បាទចុចលើពាក្យ Receive នេះមកអូខេអញ្ចឹងវាចេញជា QR បែបនេះបងទាំងអស់គ្នាអញ្ចឹង QR នេះហើយគឺជា QR ដែលយើង screenshot ឬមួយក៏ save មកសម្រាប់ផ្ញើទៅឲ្យអ្នកដែលគាត់បាញ់លុយយន់មកឲ្យយើងបាទអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំ save QR ហ្នឹងបាទទៅឲ្យខ្ញុំចូលមកអូខេនេះគឺជា QR ដែលខ្ញុំ save មិញបាទឥឡូវខ្ញុំឲ្យគេបាញ់លុយខ្ញុំបាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំបាញ់ចេញពី account របស់ខ្ញុំមួយទៀត scan បាញ់ចូលកងរបស់យើងមិញហ្នឹងបាទដាក់បាញ់មកយន់មកនៅក្នុង Alipay របស់យើងមកយន់បាទលោតចូលមកបាញ់មិញបាទអូខេចឹងបន្ទាប់ពីគេយើងយក QR របស់យើងទៅឲ្យគេបាញ់លុយមកហើយបងប្អូនទាំងអស់គ្នាអាច back ថយមកក្រោយវិញមកបាទអញ្ចឹងមិញគឺខ្ញុំឧទាហរណ៍រួចហើយពាក់ព័ន្ធមួយគេបាញ់លុយមកឲ្យយើងចឹងបងប្អូនទាំងអស់គ្នាឆែកមើលលុយបាទចំពោះការឆែកមើលលុយបងប្អូនចូលមកកាន់កន្លែងមីនេះមករួចបងប្អូនធ្វើការចុចមកលើ balance បាទអញ្ចឹងចូលមកយើងនឹងឃើញលុយរបស់យើងបាទនេះបាទគឺជាចំនួនលុយដែលគេបាញ់ឲ្យយើងមិញបាទដែលខ្ញុំឧទាហរណ៍បងប្អូនទាំងអស់គ្នាបាទហើយនៅកន្លែងហ្នឹងមានចំណុចសំខាន់មួយទៀតបងប្អូនទាំងអស់គ្នាខ្លះចូលមកឃើញបែបនេះបាទអញ្ចឹងនៅពេលដែលឃើញបែបនេះគឺ account របស់យើងវាអត់មានបញ្ហាទេបងប្អូនទាំងអស់គ្នាតែដោយសារតែយើងបិទរូបផ្នែកកន្លែងនេះបាទបានកន្លែងហ្នឹងអត់បង្ហាញជាចំនួនលុយដែលយើងមាននៅក្នុង balance បានអញ្ចឹងណាបាទអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចូលមកកន្លែងហ្នឹងឃើញបែបហ្នឹងបងប្អូនចុចលើរូបផ្នែកនេះមកបាទគឺឃើញចំនួនលុយរបស់យើងហើយបើយើងអត់ចង់ឲ្យវាបង្ហាញទេចុចបិទវិញមកបាទគឺវា load បែបនេះហើយបងប្អូនទាំងអស់គ្នាបាទអូខេអញ្ចឹងចំណុចទី2ចប់ហើយបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅកាន់ចំណុចទី3បងប្អូនទាំងអស់គ្នាចង់ scan បាញ់លុយគេវិញអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកកាន់ប៊ូតុង home របស់យើងវិញនេះមកបាទអញ្ចឹងដើម្បីបាញ់ឲ្យគេបានគឺបងប្អូនត្រូវមាន QR Alipay របស់គេបាទអញ្ចឹងឧទាហរណ៍ថាគេផ្ញើ QR Alipay គេឲ្យខ្ញុំឧទាហរណ៍បាទអញ្ចឹងខ្ញុំមាន QR Alipay របស់គេហើយអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកកាន់កន្លែង scan នេះមកបាទកន្លែង scan ហ្នឹងបាទគឺយើង scan បាញ់លុយគេអញ្ចឹងយើងចុច scan ហ្នឹងមកបាទហើយយើងយក QR របស់គេមកយើង scan បាទអូខេបន្ទាប់ពី scan រួចបាទបងប្អូនទាំងអស់គ្នាធ្វើការចុចមកយើងចង់បាញ់ឲ្យគេហ្មងហើយរួចមកចុចកន្លែង pay នេះមករួចដាក់ password ទៅជាការស្រេចឲ្យបងប្អូនទាំងអស់គ្នាបាទអញ្ចឹងចំពោះរបៀបនៃការប្រើប្រាស់ Alipay ចំណុចសំខាន់គឺមានតែប៉ុណ្្នឹងបងប្អូនទាំងអស់គ្នាបាទសម្រាប់បងប្អូនថ្មីបាទគឺយើងដឹងពីកន្លែងចូលទៅយក QR សម្រាប់ឲ្យគេបាញ់លុយឲ្យយើងនិងកន្លែងដែលយើងឆែកមើលលុយរបស់យើងនៅក្នុង balance ហើយនឹងរបៀបនៃការបាញ់លុយទៅឲ្យគេវិញបាទអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាបាទហើយមួយទៀតខ្ញុំក៏មានជាសេវាកម្មដូរលុយដែរបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការបញ្ចូលលុយចូលក្នុងកង Alipay អីគឺអាចតាក់ទងមកខ្ញុំបានបាទបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាបាទ